ចាំបាច់នៅមានប្រសិទ្ធភាពបំផុតក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាជាទីបញ្ចប់នេះខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋាភិបាលក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីអាណាព្យាបាលនិងសហគមន៍សូមបន្តគាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងការបង្កើតស្នារៀនឲ្យកាន់តែប្រសើរឡើងតាមដែលធ្វើទៅបានដើម្បីជាគុណប្រយោជន៍ដល់កូនចៅរបស់យើងនៅអនាគតនៃព្រះរាជាណាចក្រកម្ពុជាសូមអរគុណនិងសូមជម្រាបលាសូមអរគុណដល់បងតុងប្រុសក្នុងបដិសេធដែលបានលើកឡើងភាសានៅពាក់ឲ្យកូនរឿងខ្លួនដែលសកម្មភាពនិងមានអភិពលសម្រាប់រឿងចំណងជាកិច្ចបន្តកម្មវិធីរបស់យើងមិនต้องចាំឡើយទេយើងនៅត្រូវការវិតម្លៃក្នុងការដល់យើងបងតែយើងបងអំពីគណៈកម្មការយើងទាំង5រូបសូមអញ្ជើញលោកត្រីតាយអ៊ីមមន្ត្រីការិយាល័យយុវជនខេត្តសូមគោរពអញ្ជើញចាជំរាបសួរដល់លោកគ្រូប្រធានការិយាល័យនិងបងប្អូនដែលជាបេក្ខជនជាស្រេចតែគ្រូមានការផងលោកគ្រូបាត់តិចចាសូមអធិស្ឋានដែរដោយចាកងជាមួយលោកគ្រូប្លុកហើយនឹងសូមសួស្តីបងប្អូនបេក្ខជនដែលទាំងពីរក្រុមចាអញ្ចឹងឃើញថាបងប្អូនបានខិតខំស្រាវជ្រាវរកឯកសារផ្សេងៗដើម្បីយកមកធ្វើការបកស្រាយហើយក៏ថ្លែងអំណរគុណដល់បងប្អូនគ្រូបង្គោលដែលគាត់បានជួយបង្ហាត់បង្ហាញបងប្អូនចាអត់មានគិតពីពេលវេលាសៅរ៍អាទិត្យអីទេចាទាំងយប់ទាំងថ្ងៃចាសូមអរគុណពួកគាត់សម្រាប់ខ្ញុំសូមចូលរួមមានមតិយោបល់បន្តិចខ្ញុំឃើញថាក្រុមទាំងពីរគឺធ្វើបានល្អហើយប៉ុន្តែខ្ញុំឃើញថាក្រុមស្របគាត់សួរដូចជាចំគោលដៅល្អចំណែកប្អូនក្រុមបដិសេធគឺឆ្លើយអត់សូវវាយបកចំគោលដៅខ្លាំងចាអញ្ចឹងបើមានពេលវេលាថ្ងៃក្រោយឬក៏ត្រូវជាប់បន្តទៀតសូមឲ្យក្រុមបដិសេធហ្នឹងវាយបកឲ្យចំគោលដៅឲ្យបានស៊ីជម្រៅជាងហ្នឹងចាហើយនឹងអញ្ចឹងខ្ញុំសូមមានមតិយោបល់តែប៉ុណ្្នឹងទេហើយក៏សូមអរគុណដល់បងប្អូនទាំងពីរចាហើយជូនពរឲ្យបងប្អូនទទួលបានជោគជ័យចាសូមអរគុណសូមអរគុណអ្នកគ្រូជាកិច្ចបន្តសូមអញ្ជើញលោកស្រីឈិនធីរីគ្រូវិទ្យាល័យពេជ្រអញ្ចាញសូមអញ្ជើញអ្នកគ្រូចាជាបឋមសូមគោរពជំរាបសួរទៅដល់មន្ត្រីការិយាល័យអប់រំស្រុកខេត្តកណ្ដាលហើយនិងលោកគ្រូអ្នកគ្រូជាពិសេសទៅដល់បងប្អូនទាំងអស់គ្នាចាសម្រាប់នាងខ្ញុំវិញចាតាមការមើលឃើញគឺឃើញថាទាំងក្រុមស្របនិងក្រុមបដិសេធគឺគាត់និយាយបានល្អហើយជាពិសេសហ្នឹងតកតងជាមួយនឹងការស្រាវជ្រាវរកតល័យក៏យកមកគាំទ្រហើយនឹងបដិសេធហ្នឹងគឺបានល្អតែមានបងប្អូនមួយចំនួនគាត់រៀងភ័យដែលធ្វើឲ្យការបកស្រាយរបស់គាត់ហ្នឹងរៀងចាអត់សូវបានល្អអត់សូវរលូនអញ្ចឹងបើសិនបើមានឱកាសក្រោយៗទៀតអ្នកគ្រូចង់ឲ្យបងប្អូនចាព្យាយាមពង្រឹងស្មារតីខ្លួនឯងនៅក្នុងការប្រកួតនេះកុំឲ្យភ័យចាហើយចាសម្រាប់នេះខ្ញុំគឺមានតែប៉ុណ្្នឹងទេដោយសារតែអ្នកគ្រូគាត់បានលើកមកហើយអញ្ចឹងសូមបន្តទៅកាន់លោកគ្រូអ្នកគ្រូទៀតចាសូមអរគុណអ្នកគ្រូសម្រាប់ការជួយតម្លៃសូមអញ្ជើញលោកគ្រូអ៊ីងវ៉ានីជាគ្រូរបស់វិទ្យាល័យហ៊ុនសែនតាឃ្លាំងសូមលោកគ្រូបញ្ចេញមតិនឹងវាតម្លៃបាទជំរាបសួរអង្គពិធីទាំងមូលបាទចំពោះក្រុមទាំងពីរនេះខ្ញុំឃើញថាក្រុមចំពោះក្រុមស្របគាត់ធ្វើការ Recording in progress គ្រប់គ្រងពេលវេលាបានល្អហើយចំណែកឯក្រុមបដិសេធគាត់នៅមានការផិតភ័យអញ្ចឹងការបកស្រាយរបស់គាត់គឺនៅមានកង្វះខាតខ្លះគាត់ភ័យអញ្ចឹងសង្ឃឹមថាមានកម្មវិធីលើកក្រោយគាត់នឹងកែសម្រួលអាចឲ្យការបកស្រាយរបស់គាត់បានល្អជាងនេះបាទសូមអរគុណបាទអរគុណលោកគ្រូជាកិច្ចបន្តសូមអញ្ជើញលោកគ្រូជាចនាជាគ្រូមកពីវិទ្យាល័យពុកវិស័យសូមលោកគ្រូបញ្ចេញមតិនឹងវាតម្លៃ
បាទជាដំបូងសូមគោរពនៅអង្គវិទ្យាទាំងមូលហើយសួស្តីបងប្អូនទាំងអស់គ្នាបាទជាដំបូងសូមសរសើរទៅលើបងប្អូននៃក្រុមទាំងពីរតែម្ដងឃើញថាមានការបកស្រាយគឺបានល្អហើយទៅលើក្រុមបើយើងនិយាយទៅលើក្រុមស្របវិញគឺគាត់បកស្រាយគឺបានក្បោះក្បាយល្អហើយដាក់សំណួរគឺចំគោលដៅហើយការឆ្លើយក៏ចំគោលដៅល្អដែរហើយចំណែកឯក្រុមបងប្អូនបដិសេធគឺគាត់រៀនភ័យតិចនៅក្នុងការធ្វើការបកស្រាយហើយចំពោះការចោទសំណួរនិងការឆ្លើយដូចជាភ័យដូចគ្នាអញ្ចឹងនៅសង្ឃឹមថាមានឱកាសក្រោយសង្ឃឹមថាបងប្អូនអាចពង្រឹងសមត្ថភាពនឹងបន្តទៀតអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ បាទអរគុណលោកគ្រូសម្រាប់ជំនួសសម្រាប់ការរួមតម្លៃជាកិច្ចចុងក្រោយសូមអរគុណដល់គណៈកម្មការលោកគ្រូអ្នកគ្រូសិស្សានុសិស្សទស្សនិកជនទាំងអស់គណៈកម្មការរៀបចំចេញដល់អ្នកជាអត់ខេត្តសូមសម្រាប់រយៈពេល15នាទីមុនឈានដល់ការប្រកួតក្រុមទី4សូមអរគុណ ដែលនឹងបកស្រាយដោយប្អូនមកពីវិទ្យាល័យព្រែកអញ្ចាញជាក្រុមស្របនិងប្អូនមកពីវិទ្យាល័យពុករិស័យជាក្រុមបដិសេធបាទហើយប្រធានបទទី4នេះក៏គួរចាប់អារម្មណ៍និងគួរឲ្យជឿជាក់បាទសម្រាប់ប្រធានបទមានន័យថាជាប្រធានបទមួយដែលទូទស្សនិកជនបានមានការគ្រប់គ្រងយ៉ាងអាចថាកត់សម្គាល់ផងដែរដូចនេះកុំឲ្យខាតពេលវេលាយូរខ្ញុំបានខំសុភរិទ្ធសូមចុះជួនមកសម្របសម្រួលនៅលើការប្រកួតប្រធានបទទី4នេះដែលមានដែលបានលើកឡើងថាជាស្រ័យវិន័យក្នុងសាលារៀនជាគ្រឹះសំខាន់សម្រាប់អប់រំដ៏មានប្រសិទ្ធភាពហើយសមាជិកភាពរបស់ក្រុមប្អូនខេត្តព្រែកវិទ្យាល័យសម្ដេចអគ្គមហាពូតិសាជាស៊ីមព្រែកអញ្ចាញដែលមានពលបេក្ខជនទាំង5រូបមានដូចខាងក្រោមបេក្ខជនទី1ខេត្តស្រីវិញបេក្ខជនទី2ចាំស្រីលក្ខបេក្ខជនទី3នាងមុនីរតនាបេក្ខជនទី4លឿនសុជាតាបេក្ខជនទី5មិនសូរិយាព្រមទាំងប្អូនដែលមកពីវិទ្យាល័យពុករិស្រីដែលជាក្រុមស្របមានប្អូនបេក្ខជនខាត់ទីឡានីបេក្ខជនរងធានីបេក្ខជនឆោមណារីបេក្ខជនធាលំហែងបេក្ខជនសំសំមេតអង្គប្រជែងទាំងមូលជាទីគោរពចំពោះការប្រកួតនៅលើកម្មវិធីជជែកដេញដោលថ្នាក់ខេត្តមិនមែនតែមានសមាជិកភាពបងប្អូនបេក្ខជនទាំងពីរក្រុមនោះទេគឺមានលោកគ្រូអ្នកគ្រូដែលជាគណៈកម្មការវិតម្លៃដើម្បីជាតម្លាភាពយុត្តិធម៌និយាយរត់អត់លីសំលីទាំងពីរក្រុមដែលមានសមាជិកភាពដូចខាងក្រោមទី1លោកគុតពន្លកមន្ត្រីការិយាល័យយុវជននៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាលលោកហៃឡានាយករងវិទ្យាល័យហ៊ុនសែនសេរីភាពទី3លោកជុនតាគ្រូវិទ្យាល័យវឌ្ឍនឈុំលៀបទី4លោកវងទឹកគ្រូវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបូក្រីទី5កញ្ញាផ្លុងលីណាគ្រូវិទ្យាល័យហ៊ុនសែនខ្សាច់កណ្ដាលគណៈកម្មាធិការជាទីគោរពអង្គវេទិកាទាំងមូលជាទីមេត្រីចំពោះការប្រកួតនៅលើកម្មវិធីជជែកដេញដោលខេត្តកណ្ដាលការប្រកួតត្រូវបានបែងចែកជា3ដំណាក់កាលនោះគឺដំណាក់កាលទី1គឺការបង្ហាញក្នុងសារនិងតេឡេករបស់ប្រធានបទប្រកួតដំណាក់កាលទី2គឺជាការប្រកួតលើការសួរចម្លើយរវាងក្រុមទាំងពីរដំណាក់កាលទី3គឺជាការសរុបសេចក្តីចំពោះនីតិវិធីនៃការប្រកួតដែលជាការកំណត់ពេលវេលាគឺមានចំនួន3លើកបាទទី1ចាប់ផ្ដើមបាទទី2
សល់1នាទីបាទទី3អស់មកហើយនេះបន្តពីខ្ញុំបានជាអ្នកសម្របសម្រួលបានជម្រាបជូននៅនីតិវិធីនៃការប្រកួតក៏ដូចជានីតិវិធីការកំណត់ពេលវេលារួចហើយខ្ញុំបានសង្ឃឹមថាការប្រកួតអធិស្ឋានខ្ញុំសង្ឃឹមថាគណៈកម្មាធិការបងប្អូនបេក្ខជនក៏ដូចជាទស្សនិកជនទាំងអស់បានជ្រាបរួចរាល់ហើយពីនីតិវិធីនៃការប្រកួតដូចនេះខ្ញុំសូមបង្វែរអារម្មណ៍អាដាមលោកជំទាវលោកស្រីលោកគ្រូអ្នកគ្រូនិងទស្សនិកជនទាំងអស់ទេសនានៅការបង្ហាញសមត្ថភាពរបស់បងប្អូនទាំងពីរក្រុមទៅលើប្រធានបទទី4ដែលបានលើកឡើងថាវិន័យក្នុងសាលារៀនជាគ្រឹះសំខាន់សម្រាប់ការអប់រំដ៏មានប្រសិទ្ធភាពបាទសូមចាប់ផ្ដើមសូមអញ្ជើញបងប្អូនក្រុមស្របបេក្ខជនទី1មកពីក្រុមស្របសូមចាប់ផ្ដើមសាលាជាថ្នាក់បណ្ដុះនៅចំណេះធ្វើឲ្យយើងចេះបណ្ដុះបញ្ញាវិន័យរឹងមាំនាំការសិក្សាធ្វើឲ្យអកប្បកិរិយាប្រសើរសាលាជាថ្នាក់បណ្ដុះចំណេះធ្វើឲ្យយើងចេះបណ្ដុះបញ្ញាវិន័យរឹងមាំនាំការសិក្សាធ្វើឲ្យអកប្បកិរិយាប្រសើរថ្លៃថ្លាណាអង្គវេទិកាទាំងមូលជាទីគោរពជាកិច្ចចាប់ផ្ដើមអនុញ្ញាតរួមជំរាបសួរទៅដល់គណៈកម្មការគ្រូនិយាយទៅដល់ខ្ញុំជាតាជាសិស្សអ្នកទី10A នៃវិទ្យាល័យជីស៊ីមប្រេងចាយហើយក៏ជាបេក្ខជនទី1នៃក្រុមស្របសូមឡើងមកធ្វើការបកស្រាយនៅក្រុមសារប្រធានបទមួយដែលបានលើកឡើងថាវិន័យក្នុងសាលារៀនជាគ្រឹះសំខាន់សម្រាប់ការអប់រំដ៏មានសិទ្ធិភាពអង្គវេទិកាទាំងមូលជាទីគោរពមិត្តក្រុមដែលសាយជាទីស្រឡាញ់ដោយដែលបានដឹងទៅហើយថាការអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរបស់មនុស្សគ្រប់រូបហើយត្រួសត្រាយផ្លូវដើម្បីឈានទៅដល់សក្តានុពលដែលចង់បានដូចជាការអភិវឌ្ឍធនធានមនុស្សដែលបណ្ដុះដាក់ឲ្យមាននៅចំណេះដឹងជំនាញសមត្ថភាពកិត្តិយសសេចក្តីថ្លៃថ្នូរអរិយាប័ត្រល្អសុជីវធម៌ល្អអត្តចរិតល្អដើម្បីជំរុញឲ្យអ្នកសិក្សាចេះដឹងស្រឡាញ់និងការពារអត្តសញ្ញាណជាតិវប្បធម៌ជាតិចូលរួមអភិវឌ្ឍជាតិដោយជាក់ស្ដែងសាលារៀនគឺជាថ្នាក់បណ្ដុះនៅចំណេះដឹងវិន័យនិងសីលធម៌ដល់សិស្សានុសិស្សតាំងពីកម្រិតថ្នាក់បឋមសិក្សារហូតដល់ថ្នាក់សាកលវិទ្យាល័យក្នុងកម្រិតថ្នាក់មត្តេយ្យសិក្សាគ្រូបង្រៀនបានផ្ដោតការអប់រំទូមានព្រានប្រដៅទៅលើវិន័យអកប្បកិរិយាជាងការផ្ដោតទៅលើការបង្រៀននិងរៀនទៅលើលេខឬអក្សរអង្គមិត្តក្រុមដែលសាច់ទីកត្តាទាំងអស់នេះអាចអភិវឌ្ឍទៅបានលុះត្រាតែមានការពង្រឹងយ៉ាងច្បាស់លាស់ទៅលើវិន័យមិត្តក្រុមបដិសេធជាទីស្រឡាញ់សូមមិត្តកន្លែងទៅមើលសាលាបឋមសិក្សាមួយកន្លែងនៅប្រទេសកម្ពុជាដែលទទួលបាននូវការគ្រប់គ្រងនិងការលើកសរសើរពីប្រជាជនទូទាំងប្រទេសនោះគឺជាសាលាបឋមសិក្សាវត្តរាជបូរសាលាបឋមសិក្សាវត្តរាជបូរត្រូវបានមហាជនទូទៅទទួលស្គាល់ថាជាសាលាគំរូមួយដែលបានបណ្ដុះបណ្ដាលសិស្សឲ្យមាននូវក្រមសីលធម៌និងមានវិន័យល្អដោយសារតែការផ្ដល់នូវការអប់រំដ៏មានគុណភាពល្អសិស្សមាននូវវិន័យល្អនេះជាហេតុដែលធ្វើឲ្យសាលាផ្សេងទៀតមិនថាតែក្នុងប្រទេសឬក្រៅប្រទេសចង់មកធ្វើការទស្សនកិច្ចនៅសាលានោះដើម្បីដកស្រង់របបពិសោធន៍និងរបៀបដឹកនាំយកទៅអនុវត្តនៅក្នុងសាលារបស់ពួកគេលោកកញ្ឆេងដែលជានាយកនៃសាលាបឋមសិក្សាវត្តរាជបូរបានខិតខំការតែកំណែទម្រង់ដឹកនាំដើម្បីធ្វើឲ្យសិស្សានុសិស្សមាននៅវិន័យល្អសមស្របជាមួយនឹងអត្តចរិតល្អផងដែរនេះជាកត្តាមួយយ៉ាងសំខាន់ដែលធ្វើឲ្យអាណាព្យាបាលគ្រប់រូបមានទំនុកចិត្តក្នុងការឲ្យកូនរបស់គាត់មករៀននៅទីនេះដកស្រង់ចេញពីសារព័ត៌មានភ្នំពេញប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃទី5សីហាឆ្នាំ2019ប៉ុន្តែបច្ចុប្បន្ននេះគឺលោកអង្គគុណរតគឺជានាយកបនតែម្ដងបេក្ខជនទី1នៃក្រុមស្របជាកិច្ចបន្តខ្ញុំសូមអញ្ជើញបងប្អូនក្រុមបដិសេធបេក្ខជនទី1ឡើងមកបកស្រាយតលហិកងសូមគោរពអញ្ជើញជាកត្តាវិន័យការអប់រំដល់ពេលប្រកបគឺបង្រៀនឲ្យចេះរស់នៅមិនមែនបង្រៀនឲ្យគោរពវិន័យតែមួយគត់នោះទេអង្គវេទិកាទាំងមូលជាការចាប់ផ្ដើមនេះខ្ញុំសូមធ្វើការគោរពទៅដល់លោកគណៈអធិបតីគណៈកម្មការលោកគ្រូអ្នកគ្រូនិងអង្គវេទិកាទាំងមូលជាទីគោរពព្រមទាំងមិត្តក្រុមស្របជាទីស្រឡាញ់រាប់អាននាងខ្ញុំឈ្មោះភក្តីរានីជាសិស្សថ្នាក់ 10A មកពីវិទ្យាល័យពុកឫស្សីនឹងឡើងមកបកស្រាយនៅប្រធានបទមួយដែលបានលើកឡើងថាវិន័យជាគ្រឹះ
វិន័យក្នុងសាលាជាគ្រឹះដ៏សំខាន់ក្នុងការអប់រំដ៏មានប្រសិទ្ធភាពជាទូទៅមនុស្សជាច្រើនយល់ឃើញថាវិន័យគឺជារឿងសំខាន់បំផុតដែលធ្វើឲ្យការអប់រំប្រព្រឹត្តទៅដោយរលូននិងទាល់តែរៀននឹងខ្លាចទៅជាកន្លែងដែលគ្មានសណ្ដាប់ធ្នាប់គ្មានការគ្រប់គ្រងទៅវិញទៅមកហើយការបង្រៀននិងការរៀនសូត្រក៏មិនអាចសម្រេចបាននូវគោលដៅដែលបានកំណត់ផងដែរទោះបីជាយ៉ាងណាក៏ដោយនាងខ្ញុំមានទស្សនៈខុសពីការយកឃើញបែបនេះវិន័យមានសារៈសំខាន់ប៉ុន្តែវាមិនមែនជាកត្តាតែមួយគត់ឬជាគ្រឹះដ៏រឹងមាំនោះទេមិត្តក្រុមស្របស្រាក់សម័យទៅមើលបើសាលារៀនមួយដែលពោរពេញទៅដោយវិន័យដ៏តឹងរ៉ឹងតែខ្វះនូវភាពកក់ក្ដៅខ្វះការលើកទឹកចិត្តខ្វះការយល់ចិត្តពីគ្រូទៅនឹងសិស្សនោះតែអាចបង្កើននូវបរិយាកាសសិក្សាដែលសិស្សានុសិស្សមានអារម្មណ៍សប្បាយរីករាយក្នុងការរៀនសូត្រនិងហ៊ានបញ្ចេញគំនិតច្នៃប្រឌិតរបស់ពួកគេបានដែរឬទេមិត្តក្រុមស្របដើម្បីឲ្យកាន់តែមានភាពស៊ីជម្រៅទៅទៀតនោះយើងធ្វើការមកយល់នៅន័យពាក្យគន្លឹះជាមុនសិនដែលពាក្យថាវិន័យមានន័យថាសណ្ដាប់ធ្នាប់ការគោរពច្បាប់ឬការគោរពគោលការណ៍ណាមួយរីឯពាក្យថាការអប់រំវិញមានន័យថាការសម្ដៅទៅលើការសិក្សាការអភិវឌ្ឍទឹកខ្លួនឯងនិងសង្គមចំណែកឯពាក្យថាប្រសិទ្ធភាពវិញមានន័យថាសមិទ្ធផលដែលសម្រេចបាននៅគោលដៅជាក់លាក់ណាមួយបើយោងទៅតាមការបកស្រាយរបស់នាងខ្ញុំនៅតាមការបញ្យល់របស់នាងខ្ញុំនេះខ្ញុំបានយកឲ្យនៅតលេខចំនួន3ហើយយ៉ាងខ្លីតែមានន័យដែលតលេខទី1វិន័យតឹងរ៉ឹងអាចនឹងក៏នេះគឺផ្លេចផ្លាច់ទៅដល់សិស្សតែលេខទី2ការគ្រប់គ្រងសង្គមអារម្មណ៍សំខាន់ជាងការទាមទារវិន័យតែលេខទី3តាមប្រព័ន្ធសិក្សាបែបការអនុវត្តតាមប្រព័ន្ធសិក្សាបែបថ្មីការចូលរួមសំខាន់ជាងការប្រកាន់ភ្ជាប់នៅវិន័យតើដឹងទេមិត្តក្រុមស្របថាតើការគ្រប់គ្រងសង្គមអារម្មណ៍ពិតជាមានសារៈសំខាន់ណាស់រីតែលេខទី1វិន័យតឹងរ៉ឹងអាចបង្កឲ្យមានភាពភ័យខ្លាចទៅដល់សិស្សបាទខ្ញុំយកលើកយកនៅតែលេខនេះព្រោះខ្ញុំយកឃើញថាការគោរពវិន័យហួសហេតុពិតជាមានបង្កឲ្យមានភាពភ័យខ្លាចទៅដល់សិស្សនិងប៉ះពាល់ដល់អនាគតពួកគេផងដែរតែលេខទី2ការគ្រប់គ្រងសង្គមអារម្មណ៍សំខាន់ជាងការទាមទារវិន័យតើដឹងទេមិត្តក្រុមសពការគ្រប់គ្រងសង្គមអារម្មណ៍មានសារៈសំខាន់ណាស់ទៅលើសិស្សវាអាចធ្វើឲ្យសិស្សទទួលបានលទ្ធផលល្អនិងបំពេញកិច្ចការងារយ៉ាងល្អប្រសើរតែលេខទី3ការអនុវត្តប្រព័ន្ធសិក្សាបែបថ្មីតើការចូលរួមសំខាន់ជាងការប្រកាន់ភ្ជាប់នៅវិន័យតាមប្រព័ន្ធសិក្សាបែបថ្មីគឺគេផ្ដោតទៅលើការចូលរួមជាសំខាន់មិនមែនការផ្ដោតទៅលើវិន័យជាសំខាន់ដូចសាលាប្រព័ន្ធនោះទេមិត្តក្រុមសពដូចនេះហើយតាមតែលេខទាំង3នេះបានសូមបញ្ជាក់យើងទី1នៃក្រុមបដិសេធសូមគោរពអញ្ជើញបងប្អូនបេក្ខជនទី2នៃក្រុមស្របឡើងមកបកស្រាយទាំងហេតុទី1សូមគោរពអញ្ជើញវេទិកាទាំងមូលជាទីគោរពមានពាក្យស្លោកមួយគ្នាបានពោលឡើងថាវិន័យនាំមកនៅសេចក្តីថ្លៃថ្នូរម្ល៉េះហើយយើងត្រូវមកដោះឲ្យខ្លួនមាននៅវិន័យខ្ពស់ទើបអាចលើកកម្ពស់គុណភាពនៃការអប់រំបានណាអង្គវេទិកាទាំងមូលជាកិច្ចបន្តអនុញ្ញាតឲ្យនេះខ្ញុំសូមគ្រប់ជំរាបសួរទៅដល់គណៈកម្មការលោកគ្រូអ្នកគ្រូអង្គវេទិកាទាំងមូលជាទីគោរពនិងសួស្តីទៅកាន់មិត្តក្រុមបដិសេធជាទីស្រឡាញ់នេះខ្ញុំគូតាំងទម្លាក់ជាសិស្សនៅវិទ្យាល័យជាសិង្ហតែងចាយហើយក៏ជាបេក្ខជនទី2នៃក្រុមស្របសូមឡើងមកធ្វើការបកស្រាយនៅខ្លឹមសារនៃទិដ្ឋិកទី1ដែលបានលើកឡើងថាវិន័យជួយពង្រឹងស្មារតីនិងអាកប្បកិរិយារបស់សិស្សដើម្បីជាជំនួយជួយរួមចំណែកដល់ការបកស្រាយនៅវិធានបទខាងលើអនុញ្ញាតឲ្យខ្ញុំបកស្រាយនៅពាក្យគន្លឹះមួយចំនួនជាមុនសិនពាក្យថាវិន័យគឺមានន័យថាការដឹកនាំទៅរកផ្លូវល្អច្បាប់ប្រដៅឲ្យប្រព្រឹត្តត្រឹមត្រូវនៅក្នុងសាលារៀននេះបើយោងទៅតាមគណនីខ្មែរ Dictionary ចំណែកឯពាក្យថាប្រសិទ្ធភាពគឺមានន័យថាការទទួលបានផលល្អការផលប្រយោជន៍ដែលសម្រេចបានសិនតាមបំណងនេះបើយោងទៅតាមវិសាន Dictionary ដូច្នេះប្រធានខាងលើគឺមានន័យថាច្បាប់ដូច្នេះប្រធានខាងលើគឺមានន័យថាការដឹកនាំទៅរកផ្លូវល្អច្បាប់ប្រព្រឹត្តដោយប្រដៅត្រឹមត្រូវនៅក្នុងសាលារៀនគឺជាគ្រឹះយ៉ាងសំខាន់សម្រាប់ការអប់រំឈានទៅរកភាពជោគជ័យនៅក្នុងគណៈនេះដែរញ៉ារូបនេះខ្ញុំបកស្រាយនៅតលហេតុទី1ដូចតទៅវិន័យនៅក្នុងសាលារៀនបានធ្វើឲ្យសិស្សានុសិស្សចេះគិតពិចារណាថាអ្វីដែលពួកគេគួរធ្វើនិងអ្វីដែលពួកគេមិនគួរធ្វើនៅក្នុងអំឡុងម៉ោងសិក្សាព្រមទាំងចេះគ្រប់គ្រងអារម្មណ៍និងអាកប្បកិរិយារបស់ពួកគេថែមទៀតផងតាមរយៈការគោរពវិន័យនៅក្នុងសាលារៀនសិស្សានុសិស្សមានស្មារតីទំនួលខុសត្រូវចំពោះសកម្មភាពរបស់គេផ្ទាល់វិន័យបានធ្វើឲ្យសិស្សានុសិស្សមានសិលធម៌ប្រកបមានអាកប្បកិរិយាប្រកបដោយសិលធម៌ផងដែរដូចជាការមករៀនទៀងទាត់ពេលវេលាការស្លៀកពាក់ឯកសណ្ឋានបានត្រឹមត្រូវសមសួនជាសិស្សការគោរពគ្នាទៅវិញទៅមកព្រមទាំងយកចិត្តដាក់ស្ដាប់គ្រូបញ្យលមេរៀនត្រូវជញ្ជក់យកចំណេះដឹងផ្សេងៗពីលោកគ្រូអ្នកគ្រូដែលបានផ្ដល់ឲ្យថែមទៀតផងយើងដឹងហើយថានៅតាមមុខវិជ្ជានីមួយៗមេរៀនតែតែមានការតាក់ទងគ្នានិងស៊ីចង្វាក់គ្នាពីមួយមេរៀនទៅមួយមេរៀនបើសិនជាយើងមករៀនឧស្សាហ៍ឈប់មករៀនមិនទាន់ពេលវេលានោះប្រកបណាស់នឹងធ្វើឲ្យការសិក្សារបស់យើងមាន
ភាពរអាក់រអួលនិងរៀនសូត្រមិនទាន់គេថែមទៀតផងវិន័យបានធ្វើឲ្យសិស្សានុសិស្សប្រកាន់នៅគោលការណ៍នៃសេចក្តីថ្លៃថ្នូរមិនពោលពីអសរោះទៀតពីរោះពិសាគួរចូលបោសុភាពរិសាចេះគោរពលោកគ្រូអ្នកគ្រូដូចជានៅពេលដែលជួបលោកគ្រូអ្នកគ្រូចេះលើកដៃសំពះឬឲ្យលំតតាមបែបបទរបស់ខ្មែរយើងព្រមទាំងមិត្តរួមថ្នាក់ដោយមិនមានការរើសអើងឬក៏ប្រកាន់វណ្ណៈផងដែរវិន័យបានធ្វើឲ្យសិស្សានុសិស្សមានប្រកបដោយអកប្បកិរិយាដោយសិលធម៌ការដែលសិស្សានុសិស្សមានសិលធម៌ល្អហើយប្រកបណាស់ពួកគេនឹងមានទំនាក់ទំនងល្អជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួនក៏ព្រោះតែពួកគេមានការថ្លៃថ្នូរគួរឲ្យរាប់អានគួរឲ្យទុកចិត្តមិនត្រឹមតែប៉ុណ្ណោះនោះទេថែមទាំងធ្វើឲ្យមនុស្សដែលនៅជុំវិញខ្លួនគេគោរពស្រឡាញ់ចូលចិត្តរាប់អានផងដែរដែលជាហេតុធ្វើឲ្យការសិក្សារបស់យើងមានភាពងាយស្រួលថែមទៀតផងដូចជានៅពេលដែលយើងមានចម្ងល់តាក់ទងនឹងមេរៀនឬក៏លំហាត់ឬក៏ព័ត៌មានផ្សេងៗយើងអាចសាកសួរមិត្តរួមថ្នាក់ឬក៏សិស្សច្បងដែលនៅក្នុងសាលារៀនរបស់យើងបានពួកគាត់ប្រកាសជារីករាយនឹងឆ្លើយនៅអ្វីដែលយើងបានសួរនៅពេលក្នុង live អត់ឃើញអក្សរបើយោងទៅតាមការលើកឡើងនៃ website BIS ខ្មែរដែលបានចុះផ្សាយនៅថ្ងៃទី5ខែកក្កដាឆ្នាំ2023បានលើកឡើងថាការចេះប្រស្រ័យតាក់ទងបានលើកឡើងថាការចេះប្រស្រ័យតាក់ទងដែលបង្កើតបាននៅទំនាក់ទំនងល្អជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួនដែលបង្កើននូវការទុកចិត្តរវាងគ្នានិងឈានទៅរកការបំពេញប្រយោជន៍ឲ្យគ្នាបានយ៉ាងល្អប្រសើរថែមទៀតផងជាចុងក្រោយនាងខ្ញុំនៅតែប្រកាន់គោលជំហរយ៉ាងរឹងមាំគាំទ្រទៅលើខ្លឹមសារនៃកលហេកទី1ចំពោះប្រធានបទខាងលើនេះដដែលសូមអរគុណសូមអរគុណបងប្អូនបេក្ខជនទី2នៃក្រុមស្របដែលបានបកស្រាយនៅតលហេកទី1ជាបន្តសូមអញ្ជើញបងប្អូនបេក្ខជនទី2នៃក្រុមបដិសេធឡើងមកគាំទ្រតលហេកទី1នៃក្រុមបដិសេធសូមគោរពអញ្ជើញបងប្អូនមានរយៈពេល5នាទីសូមចាប់ផ្ដើមវិន័យជាផ្លូវសម្រាប់តម្រង់ការសិក្សាប៉ុន្តែបើសាលាមានវិន័យតឹងរ៉ឹងពេកវាអាចបណ្ដាលមានផលប៉ះពាល់ដល់ការសិក្សារបស់សិស្សណាមិត្តក្រុមស្របជាទីស្រឡាញ់ជាកិច្ចចាប់ផ្ដើមនេះខ្ញុំសូមគោរពទៅដល់គណៈអធិបតីលោកគ្រូអ្នកគ្រូនិងអង្គវេទិកាជាទីគោរពនាងខ្ញុំឈ្មោះសំសុកម៉េងជាសិស្សថ្នាក់ទី10អាមកពីសាលាវិទ្យាល័យពុទ្ធសាសនាបានឡើងមកបកស្រាយនៅតលហេកទី1ដែលបានលើកឡើងថាវិន័យតឹងរ៉ឹងតែបង្កមានភាពភ័យខ្លាចដល់សិស្សពិតណាស់នៅក្នុងសាលារៀននីមួយៗលោកគ្រូអ្នកគ្រូតែងតែចង់ឲ្យសិស្សប្រកាន់ខ្ជាប់នៅវិន័យឲ្យបានខ្ជាប់ខ្ជួនប៉ុន្តែបើសាលាមានវិន័យជ្រៅហេតុតឹងរ៉ឹងឥតដែនកំណត់នោះវាអាចឲ្យមានប៉ះពាល់ដល់ការសិក្សាសិស្សទៅវិញទេណាមិត្តការដាក់វិន័យលើសិស្សវាអាចបណ្ដាលឲ្យសិស្សមានភាពភ័យខ្លាចលើការដាក់ទោសឬការផាកពិន័យដល់ពួកគេការដាក់វិន័យធ្វើឲ្យសិស្សអាចចូលរួមក្នុងសកម្មភាពផ្សេងៗបានកម្រិតទាបផងដែរព្រោះពួកគេយល់ថាប្រសិនបើពួកគេបញ្ចេញខុសឆ្គងនៅសកម្មភាពណាមួយសាលាមានការដាក់ទោសនិងការដាក់ពិន័យដល់ពួកគេសាលាគួរតែកាត់បន្ថយនៅវិន័យហើយមកបង្កើតបរិយាកាសសិក្សាដែលមានអានុភាពលើការលើកទឹកចិត្តជាងការតម្រង់វិន័យតាមមួយមុខណាមិត្តក្រុមស្របក្នុងបរិបទសិក្សាវិន័យមានតួនាទីសម្រាប់រក្សាកម្រិតសិក្សាឲ្យមានសកម្មភាពស្ងប់ស្ងាត់និងមានសុវត្ថិភាពប៉ុន្តែយោងតាមសិស្សមួយចំនួនប្រសិនបើពួកគេមានចម្ងល់ចង់សួរទៅកាន់លោកគ្រូអ្នកគ្រូពួកគេនឹងអាចមិនហ៊ានសួរពីព្រោះពួកគេខ្លាចទទួលរងនឹងពាក្យស្ដីឲ្យនឹងមតិអវិជ្ជមានទាំងនេះគឺជាផលនៃវិន័យដែលធ្វើឲ្យមានភាពស្ងប់ស្ងាត់ប៉ុន្តែមិនមានការសហការចូលរួមពីសិស្សនិងលោកគ្រូអ្នកគ្រូទៅវិញការបង្រៀនដ៏មានប្រសិទ្ធភាពមិនគួរពឹងផ្អែកទៅលើវិន័យទេមិត្តតែការបង្រៀនដ៏មានប្រសិទ្ធភាពគួរតែពឹងផ្អែកទៅលើការយកចិត្តទុកដាក់ដល់ការសិក្សារបស់សិស្សជាការតម្រង់វិន័យនោះហើយការបង្រៀនដ៏មានប្រសិទ្ធភាពថែមទៀតនោះគឺជាការបង្រៀនដែលមានការសហការចូលរួមហើយមានវិន័យដែលមានតុល្យភាពបំផុតដែលយោងតាមអង្គការ UNICEF Cambodia បានលើកឡើងថានៅក្នុងសាលាកម្ពុជាការដាក់វិន័យក៏ដូចជាការដាក់ទោសដល់សិស្សផងដែរហើយអង្គការ UNICEF ក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថានៅក្នុងសាលាកម្ពុជាការដាក់វិន័យនៅក្នុងសាលាធ្វើឲ្យមានភាពភ័យខ្លាចដល់ក្មេងៗជារឿយៗហើយមួយវិញទៀតដែលយោងតាមការស្ទង់មតិរបស់អង្គការ UNICEF នៅឆ្នាំ2023បានច្បាស់ទៀតថា 28% នៃសិស្សបានគ្រូគៀបសង្កត់និង 32% នៃសិស្សត្រូវបានទទួលរងនូវមតិអវិជ្ជមាននេះជាផលប៉ះពាល់នៃវិន័យផងដែរណាមិត្តក្រុមស្របជាកិច្ចបន្តទៀតនេះខ្ញុំសូមមានមតិយ៉ាងលើកឡើងថា
ការតម្រង់វិន័យតែមួយមុខវាមិនប្រកបទៅដោយភាពជោគជ័យនៅក្នុងសាលារៀនទេតែការតម្រង់វិន័យដែលមានភាពតឹងរ៉ឹងនោះវាអាចបណ្ដាលឲ្យតែមានផលប៉ះពាល់ទៅលើការសិក្សាទៅវិញទេណាមិត្តហើយការតម្រង់វិន័យធ្វើឲ្យសិស្សមានភាពភ័យខ្លាចក្នុងការបញ្ចេញសមត្ថភាពនិងទេពកោសល្យដែលពួកគេមានការវិន័យតឹងតែងធ្វើឲ្យមានការរៀបរៀងបង្អាក់សមត្ថភាពមិនមានការចូលរួមដោយសហកម្មពីសិស្សនោះទេហើយអត់ទេគ្រូហើយជាចុងក្រោយនាងខ្ញុំសូមសំណូមពរទៅដល់សាលាគួរតែមានការយកចិត្តទុកដាក់ទៅដល់សិស្សជាជាងការតម្រង់វិន័យខ្ញុំនៅតែប្រកាន់គោលចំហបដិសេធទៅនឹងក្រុមមតិក្រុមមិត្តថាវិន័យក្នុងសាលាគឺជាគ្រឹះដ៏សំខាន់សម្រាប់ការសិក្សាដ៏មានប្រសិទ្ធភាពសូមអរគុណសូមអរគុណបងប្អូនបេក្ខជនទី2នៃក្រុមបដិសេធដែលបានបកស្រាយរាល់ទស្សនវិជ្ជានៃប្រធានបទសូមគោរពអញ្ជើញបងប្អូនបេក្ខជនទី3នៃក្រុមស្របឡើងមកគាំទ្រទស្សនវិជ្ជាទី2សូមគោរពអញ្ជើញបងប្អូនមានរយៈពេល5នាទីសូមចាប់ផ្ដើមវាមិនឡឡាការសិក្សាទីទទួលបានចំណេះវិជ្ជាចំណេញតែវេលាមិនដាច់ហត់ស្រេចនាំតែការរកគាធ្វើឲ្យប៉ះពាល់ដល់ការអប់រំទេណាអង្គវេទិកាទាំងមូលជាកិច្ចបន្តនាងខ្ញុំសូមលំអរការគោរពចំពោះគណៈកម្មការអ្នកក្រុមសិស្សានុសិស្សដែលមានវត្តមាននៅទីនេះជាពិសេសសួស្តីទៅកាន់មិត្តក្រុមបដិសេធជាទីស្រឡាញ់នាងខ្ញុំឈ្មោះនាងមនីរចនាជាសិស្សថ្នាក់ទី10Aនិងជាបេក្ខជនទី3នៃក្រុមស្របដែលនឹងឡើងមកបកស្រាយនីតិលហិកទី2ជាបន្តដែលតលហិកទី2មានទីសេចក្តីថាវិន័យជួយឲ្យការរៀននិងការបង្រៀនកាន់តែមានប្រសិទ្ធភាពដែលសារតែពេលវេលាមានកំណត់ខណៈនេះខ្ញុំនឹងខ្ញុំបកស្រាយនីតិលហិកទី2ដោយតទៅនៅក្នុងសាលារៀនវិន័យជួយវិន័យបានបណ្ដុះនៅទម្លាប់ចរិយាដែលជាថ្នាក់បណ្ដុះបណ្ដាលឲ្យសិស្សនិស្សិតទាំងអស់គ្នាមាននៅអាកប្បកិរិយាល្អដែលមានភាពងាយស្រួលនៅក្នុងការរៀនហើយលោកគ្រូអ្នកគ្រូក៏កាន់តែមានភាពងាយស្រួលនៅក្នុងការបង្រៀនផងដែរនៅក្នុងថ្នាក់រៀនគឺពិតជាទាមទារឲ្យសិស្សនិស្សិតទាំងអស់យកចិត្តទុកដាក់ទៅលើស្ដាប់គ្រូបញ្យល់មានសណ្ដាប់ធ្នាប់មិនមានភាពរញ៉េរញ៉ៃដែលជាកត្តាជួយជំរុញឲ្យពួកគេមានភាពច្បាស់លាស់ការរៀបចំនិងការទទួលខុសត្រូវពួកគេចេះគ្រប់គ្រងពេលវេលាចេះអនុវត្តតាមកាតព្វកិច្ចនិងចូលរួមគោរពនៅបទបញ្ជាផ្សេងៗនៅក្នុងសាលារៀនជួយជំរុញឲ្យដល់គោលដៅសិក្សាទទួលបានភាពជោគជ័យសម្រាប់ខ្លួនហើយក៏ចូលរួមបង្កើតនូវបរិយាកាសសិក្សាប្រកបដោយភាពវិជ្ជមាននៅក្នុងថ្នាក់រៀនផងដែរនៅតាមស្ថានអប់រំនីមួយៗមិនថាគ្រូឬក៏សិស្សនិស្សិតនោះទេគឺត្រូវតែប្រកាន់ខ្ជាប់នូវវិន័យប្រកបដោយភាពត្រឹមត្រូវទៅតាមបទបញ្ជាផ្ទៃក្នុងរបស់សាលារៀនចំពោះលោកគ្រូអ្នកគ្រូគឺត្រូវមកបង្រៀនឲ្យបានទៀងទាត់ធ្វើការស្រាវជ្រាវយកចិត្តទុកដាក់ទៅលើការបង្រៀនសិស្សទូមានព្រានប្រដៅសិស្សដែលជាហេតុជួយឲ្យការបង្រៀនមានទទួលបាននូវប្រសិទ្ធភាពអប់រំខ្ពស់នឹងក៏ជាកត្តាមួយចូលរួមបណ្ដុះនៅធនធានមនុស្សផងដែរនៅក្នុងបរិបទសិក្សាវិន័យមិនមែនគឺជាការរឹតបន្តឹងទេប៉ុន្តែវិន័យគឺជាការដែលបណ្ដុះឲ្យសិស្សនិស្សិតទាំងអស់មានទំនួលខុសត្រូវការទទួលខុសត្រូវទៅលើសកម្មភាពរបស់ខ្លួនក៏ដូចជាចូលរួមបង្កើតនៅបរិយាកាសសិក្សាដែលសមស្របមានសណ្ដាប់ធ្នាប់របៀបរៀបរយមានសីលធម៌និងការគោរពគ្នាទៅវិញទៅមកនៅក្នុងថ្នាក់រៀនថែមទៀតផងបើយោងទៅតាមគេហទំព័រ AMS បានចុះផ្សាយនៅថ្ងៃទី28ខែតុលាឆ្នាំ2021ក៏បានអះអាងដែរថាការសិស្សមាននៅវិន័យនៅក្នុងការសិក្សាគឺពួកគេដឹងពីវិធីសាស្ត្រសម្បូរបែបនៅក្នុងការសិក្សាដែលអាចធ្វើឲ្យខ្លួនទទួលបាននូវភាពជោគជ័យនៅក្នុងការអប់រំដោយជាការរៀបចំផែនការសិក្សាការជ្រើសរើសមុខវិជ្ជាសិក្សានិងការចូលរួមសកម្មភាពសិក្សាប្រចាំថ្ងៃរបស់ពួកគេផងដែរដែលធ្វើឲ្យពួកគេទទួលបាននូវភាពជោគជ័យសម្រាប់ខ្លួនទទួលបាននូវបទពិសោធន៍ក៏ដូចជាធ្វើឲ្យវិស័យអប់រំនោះមានការរីកចម្រើនផងដែរចំណុចនេះក៏ស្រាប់ដែលធ្វើឲ្យពួកគេទទួលបាននូវចំណេះវិជ្ជាប្រកបដោយវិន័យសណ្ដាប់ធ្នាប់ទាំងនៅក្នុងសាលារៀននិងនៅក្នុងថ្នាក់រៀនចំណុចនេះក៏សបបញ្ជាក់ឲ្យយើងឃើញថាការណាសិស្សដែលមាននៅវិន័យគឺពួកគេអាចទទួលបាននូវភាពជោគជ័យសម្រាប់ខ្លួនបង្កើននូវបរិយាកាសសិក្សាដ៏មានប្រសិទ្ធភាពថែមទៀតផងហើយវិន័យគឺជាកត្តាមួយជួយជំរុញវិស័យអប់រំដែលមិនអាចខ្វះបាននៅក្នុងប្រព័ន្ធអប់រំទេណាមិនក្រុមបដិសេធ
លើពីនេះទៅទៀតវិន័យក៏បានបណ្ដកឲ្យសិស្សានុសិស្សមានការជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួនការជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួនមិនមែនសំដៅទៅលើការដែលមានអំណត់ឬក៏ការអត់អាងទៅលើសមត្ថភាពរបស់ខ្លួននោះទេគឺសំដៅទៅលើការដែលយើងមានភាពក្លាហានការដែលហ៊ានបញ្ចេញនូវសមត្ថភាពឬក៏ការជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួននៅក្នុងការធ្វើអ្វីមួយបើយើងទៅតាមគេហទំព័រថ្មីក៏បានបញ្ជាក់ផងដែរថាការអប់រំដល់សិស្សឲ្យមានការជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួនដែលជាកម្លាំងចិត្តមួយដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងការជំរុញវិស័យអប់រំឲ្យមានប្រសិទ្ធភាពក៏ដូចជាធ្វើឲ្យសិស្សានុសិស្សទទួលបាននូវការសិក្សាដ៏ពេញលេញមួយផងដែរបន្ថែមពីលើនេះទៅទៀតវិន័យក៏បានបណ្ដុះឲ្យសិស្សានុសិស្សទាំងអស់មាននៅវិជ្ជាសម្បទាដែលវិជ្ជាសម្បទាមានន័យថាគឺជាការអប់រំទទួលបាននូវវិជ្ជាសម្បទាតាមរយៈកម្មវិធីសិក្សាផ្សេងៗដែលធ្វើឲ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹងដែលអាចយកមកអនុវត្តនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានផងដែរហើយក៏រត់តែមានភាពងាយស្រួលនៅក្នុងការរៀននិងការបង្រៀននៅក្នុងថ្នាក់រៀនផងដែរបើយោងទៅតាមប្រសាសន៍របស់អ្នកស្រីខួនវិជ្ជាក៏បានបញ្ជាក់ថែមទៀតថាវិជ្ជាសម្បទាសំដៅយកការអប់រំទៅលើសិស្សានុសិស្សឬក៏សិស្សនិស្សិតឲ្យទទួលបាននូវចំណេះវិជ្ជាដែលជាកត្តាគ្រឹះនៅក្នុងការយកទៅអនុវត្តនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចនេះសិស្សគឺត្រូវតែចូលរួមអនុវត្តនៅវិន័យនៅក្នុងសាលារៀនឬក៏នៅក្នុងថ្នាក់រៀនដើម្បីឲ្យពួកគេទទួលបាននូវភាពជោគជ័យការជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួនបង្កើតបរិយាកាសសិក្សារៀនសូត្រនិងជាពិសេសបណ្ដុះឲ្យសិស្សមាននូវវិជ្ជាសម្បទាថែមទៀតផងក៏ជាកត្តាមួយជំរុញឲ្យសិស្សទទួលបាននូវការអប់រំដ៏ពេញលេញហើយលោកគ្រូអ្នកគ្រូបេក្ខជនទី3នៃក្រុមបដិសេធឡើងមកបកស្រាយទៅហើយកទី2សូមព្រមអញ្ជើញអូនមានរយៈពេល5នាទីសូមព្រមអញ្ជើញសូមបន្ទាប់នេះនាងខ្ញុំសូមទៅដល់គណៈកម្មការលោកគ្រូអ្នកគ្រូអង្គវេទិកាទាំងមូលជាទីគោរពព្រមទាំងមិត្តក្រុមច្រឡាប់ជាកិច្ចបន្តនាងខ្ញុំសូមគោរពទៅដល់គណៈកម្មការលោកគ្រូអ្នកគ្រូអង្គវេទិកាទាំងមូលជាទីគោរពព្រមទាំងមិត្តក្រុមស្របជាទីស្រឡាញ់ចិត្តខ្ញុំអើយនាងខ្ញុំឈ្មោះឆាន់ណារីជាបេក្ខជនទី2នៃក្រុមជាបេក្ខជនទី3នៃក្រុមបដិសេធសូមចូលខ្លួនឡើងមកធ្វើការបកស្រាយនៅទាក់ហេកទី3ជាបន្តនោះគឺការគ្រប់គ្រងសង្គមអារម្មណ៍សំខាន់ជាងការទាមទារវិន័យប៉ុន្តែអង្គវេទិកាទាំងមូលជាទីគោរពនៅក្នុងសង្គមយើងបច្ចុប្បន្ននេះមនុស្សម្នាក់តែមានការចាប់អារម្មណ៍ទៅលើសង្គមអារម្មណ៍ការគ្រប់គ្រងសង្គមអារម្មណ៍គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងម្នាក់ដែលយើងមិនអាចមើលរំលងបានការគ្រប់គ្រងនិងការលើកទឹកចិត្តសិស្សឬបុគ្គលដើម្បីឲ្យពួកគេមានអារម្មណ៍ថាពួកគេទទួលបានការគ្រប់គ្រងនិងការលើកទឹកចិត្តនិងសុវត្ថិភាពផ្លូវចិត្តគឺជាមូលដ្ឋានគ្រឹះសំខាន់បំផុតសម្រាប់ការអភិវឌ្ឍនៃអារម្មណ៍និងការប្រព្រឹត្តខ្លួនឲ្យល្អជាងការបង្ខំតែតាមគោរពទៅតាមវិន័យតាមរបៀបដែលតឹងរ៉ឹងបើសិនជាអ្នកទាំងអស់គ្នាទាមទារតែវិន័យទៅដល់សិស្សទាំងនោះអ្នកទាំងអស់គ្នានឹងធ្វើឲ្យពួកគេកើតមានសម្ពាធការភ័យខ្លាចនិងការបាត់បង់ជំនឿទុកចិត្តទៅលើខ្លួនឯងបើយើងទៅតាមសាលាជំនាន់ថ្មី NTS និងក្រសួង MOE Cambodia វិញបានបង្ហាញថាការអភិវឌ្ឍសេរីភាពនៅក្នុងសាលារៀននិងការចូលរួមសកម្មភាពបានទាក់ទាញសិស្សនិងលទ្ធផលការសិក្សាសិស្សខ្ពស់ជាងតម្រង់វិន័យសាលាធម្មតាពីឯតាមអង្គការឆាវ៉ាន់កម្ពុជាការសិក្សាពីសាលាដែលផ្ដោតទៅលើការទំនាក់ទំនងល្អនិងគ្រប់គ្រងទៅតាមសហគមន៍បានបង្ហាញថាសិស្សដែលមានការចូលរួមនិងមានការច្នៃប្រឌិតល្អប្រសើរជាងសិស្សដែលមានវិន័យតឹងរ៉ឹងនិងស្ថិតនៅក្នុងសាលាដែលមានវិន័យយ៉ាងមុតមាំផ្ទុយទៅវិញការគ្រប់គ្រងអារម្មណ៍និងផ្លូវចិត្តគឺអាចជួយឲ្យមនុស្សយើងមានភាពជឿជាក់ទៅលើខ្លួនឯងនិងស្គាល់ខ្លួនឯងឲ្យបានច្បាស់ព្រមទាំងមានទំនាក់ទំនងល្អជាមួយអ្នកដទៃហើយព្រមទាំងអាចគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនបានយ៉ាងមានប្រសិទ្ធភាពទៀតផងដោយឡែកការគ្រប់គ្រងសង្គមអារម្មណ៍គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សយើងម្នាក់ក៏ព្រោះតែមនុស្សយើងម្នាក់គឺត្រូវការការគ្រប់គ្រងពី
ពីសំណាក់មនុស្សដែលនៅជុំខ្លួនដើម្បីឲ្យពួកយើងមានការលើកទឹកចិត្តមានការលើកកម្ពស់និងចូលរួមវិស័យក្នុងការលើកកម្ពស់ពួកគេលើកដើម្បីមានសម្បានយ៉ាងខ្លាំងការធ្វើបែបនេះមិនមែនមានថាវាជាការបោះបង់វិន័យចោលទេប៉ុន្តែវាជាគន្លឹះដំបូងសំខាន់សម្រាប់ការបង្កើតវិន័យដែលកើតចេញពីការយល់ព្រមនិងការស្ម័គ្រចិត្តប៉ុណ្ណោះជាចុងក្រោយនាងខ្ញុំនៅតែប្រកាន់គោលជំហរយ៉ាងមុតមាំក្នុងការបដិសេធទៅនឹងមតិនៃមិត្តក្រុមស្របបានលើកឡើងខាងលើនេះសូមអរគុណ សូមអរគុណបងបេក្ខជនទី 3 នៃក្រុមបដិសេធដែលបានបកស្រាយនៅទិដ្ឋាការទី 2 ជាបន្តសូមអញ្ជើញបងបេក្ខជនទី 4 នៃក្រុមស្របអញ្ជើញបកស្រាយទិដ្ឋាការទី 3 បងមានរយៈពេល 5 នាទីសូមគោរពអញ្ជើញ វិន័យជាកន្លងទៅកាន់ភាពជោគជ័យជួយបណ្ដុះស្មារតីឲ្យខ្លាចទៅជាអ្នកដឹកនាំជួយសិស្សប្រុសស្រីឲ្យខ្លាចទៅជាមនុស្សមាំទាំវិន័យជាលំនាំជួយឲ្យការអប់រំកាន់តែមានប្រសិទ្ធភាពបានណាអង្គវេទិកាទាំងមូលជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមគោរពនិងជម្រាបសួរទៅកាន់គណៈកម្មការលោកគ្រូអ្នកគ្រូមិត្តក្រុមបដិសេធនិងអង្គវេទិកាទាំងមូលជាទីគោរពនាងខ្ញុំឈ្មោះរ៉េស្រីវិនជាសិស្សនៅថ្នាក់ទី 10A នៃសាលាវិទ្យាល័យសម្ដេចអគ្គមហាធម្មពោធិសាជាសៀមព្រះអញ្ចាញដែលត្រូវជាបេក្ខភាពទី 4 នៃក្រុមស្របសូមចូលខ្លួនមកបកស្រាយនៅទិដ្ឋាការទី 3 ជាបន្តដែលលើកឡើងអំពីវិន័យនាំមកនូវភាពជាអ្នកដឹកនាំអង្គវេទិកាទាំងមូលជាទីគោរពក្រុមបដិសេធនិងការអប់រំវិន័យត្រូវបានចាត់ទុកជាគ្រឹះដ៏សំខាន់សម្រាប់បង្កើតភាពជាអ្នកដឹកនាំល្អអ្នកដឹកនាំល្អត្រូវតែមានគោលការណ៍ច្បាស់លាស់និងមានទំនួលខុសត្រូវទៅលើសកម្មភាពរបស់ខ្លួនជាក់ស្ដែងបើយកទៅតាមការលើកឡើងរបស់លោកស្រីនុតក្លារ៉ាដែលជានាយកប្រតិបត្តិក្រុមហ៊ុន Apsara Media Service បានលើកឡើងថាចង់ធ្វើជាអ្នកដឹកនាំល្អខ្លួនឯងត្រូវតែចេះដឹកនាំខ្លួនឯងជាមុនសិនហើយការដឹកនាំខ្លួនឯងនេះផងដែរគឺផ្ដើមចេញពីការមាននៅវិន័យផ្ទាល់ខ្លួននៅពេលដែលសិស្សានុសិស្សគោរពបាននៅវិន័យគឺធ្វើឲ្យពួកគេចេះដឹកនាំខ្លួនឯងឲ្យចេះគ្រប់គ្រងនៅពេលវេលាគ្រប់គ្រងនៅសកម្មភាពរបស់ខ្លួនបំពេញភារកិច្ចបានយ៉ាងទៀងទាត់មានភាពម៉ឺងម៉ាត់ហ្មត់ចត់នៅក្នុងការសិក្សាឬក៏ការងារព្រមទាំងមាននៅទំនួលខុសត្រូវផងដែរដែលទាំងនេះគឺសុទ្ធតែជាលក្ខណៈនៃភាពជាអ្នកដឹកនាំល្អយ៉ាងវិញទៀតបើលោកទៅតាមសម្ដីរបស់លោកJohn C. Maxwell ដែលបានបង្ហាញពីគុណសម្បត្តិទាំង21ប្រការដែលមិនអាចខ្វះបានរបស់អ្នកដឹកនាំដែលនៅក្នុងនោះចំពោះប្រការទី18លោកក៏បានលើកឡើងតាក់ទងទៅនឹងវិន័យផ្ទាល់ខ្លួនផងដែរនេះគឺពិតជាអាចសូមបញ្ជាក់យ៉ាងច្បាស់ណាស់ថាកាលណាតែសិស្សមានសមត្ថភាពនៅក្នុងការដឹកនាំខ្លួនឯងហើយនោះនឹងធ្វើឲ្យពួកគេខ្លាចទៅជាមនុស្សសកម្មនិងមានគោលដៅច្បាស់លាស់ដែលអាចដឹកនាំអ្នកដទៃនិងសង្គមជាតិទាំងមូលបានលើពីនេះទៅទៀតសិស្សានុសិស្សដែលគោរពបាននៅវិន័យនឹងធ្វើឲ្យពួកគេអាចទទួលបានឱកាសចូលរួមនៅក្នុងសកម្មភាពសាលាដើម្បីដឹកនាំនៅការងារក៏ដូចជាសមាជិកផ្សេងទៀតបានដូចគ្នាដែលនៅក្នុងនោះរួមមានក្រុមប្រឹក្សាកុមារក្រុមប្រឹក្សាយុវជនកាយរដ្ឋនិងកាកបាទក្រហមជាដើមក៏ព្រោះតែគេជឿជាក់ថាសិស្សានុសិស្សដែលបានគោរពនៅវិន័យគឺនឹងធ្វើឲ្យខ្លាចទៅជាអ្នកដឹកនាំដ៏ល្អហើយអ្នកដឹកនាំដ៏ល្អនឹងជួយឲ្យសម្រេចបាននូវភាពជោគជ័យនៅក្នុងសាលារៀនបើយោងទៅតាមសម្ដីរបស់កញ្ញាហនស្រីម៉ៅដែលជាគ្រូបង្រៀននៅសាលានីពិសេសក៏បានលើកឡើងផងដែរថាក្រុមប្រឹក្សាកុមារគឺបានជួយដឹកនាំឲ្យសិស្សានុសិស្សនៅក្នុងសាលាកាន់តែមាននៅវិន័យល្អជាពិសេសគឺអាចជួយពង្រីកនូវគុណភាពសិក្សានៅក្នុងសាលាបានថែមទៀតផងដូច្នេះហើយភាពជាអ្នកដឹកនាំគឺពិតជាបានជះឥទ្ធិពលទៅដល់ប្រសិទ្ធភាពនៃការអប់រំទាំងមូលក្នុងសាលារៀនព្រោះថាសិស្សដែលមានភាពជាអ្នកដឹកនាំគឺអាចជួយចែករំលែកនៅចំណេះដឹងជួយជំរុញឲ្យអ្នកដទៃមានការខិតខំរៀនសូត្រជួយសម្របសម្រួលនិងដឹកនាំក្រុមឲ្យទទួលបាននូវលទ្ធផលដ៏ល្អប្រសើរជាមួយគ្នានេះដែរសិស្សដែលមានភាពជាអ្នកដឹកនាំគឺទទួលបាននូវការគោរពការស្រឡាញ់និងយកគំរូតាមពីអ្នកដទៃដែលភាពល្អទាំងនេះនឹងក្លាយទៅជាបរិយាកាសសិក្សាដែលសម្បូរទៅដោយការគោរពការសហការគ្នាដែលវាជាគ្រឹះដ៏សំខាន់សម្រាប់ក្រុមយ៉ាងពិតប្រាកដមិនតែប៉ុណ្ណោះសិស្សដែលមានគុណសម្បត្តិជាអ្នកដឹកនាំគឺតែមានសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហានានាមានភាពក្លាហាននៅក្នុងការប្រឈមមុខនិងអាចរិះរកនៅរាល់ដំណោះស្រាយដើម្បីអាចជំនះបាននៅរាល់ដែលឧបសគ្គក្នុងកំឡុងពេលដែលយើងជួបប្រទះក្នុងកំឡុងពេលសិក្សាដែលលក្ខណៈទាំងនេះនឹងជួយជំរុញឲ្យការសិក្សាមិនមានភាពរាំងស្ទះនៅពេលដែលមានបញ្ហាដែលវាក៏ជួយរួមចំណែកឲ្យការអប់រំកាន់តែប្រសើរឡើងមួយកម្រិតទៀតអ្វីដែលកាន់តែពិសេសថែមនោះប្រសិនបើសិស្សានុសិស្សម្នាក់ប្រកាន់ខ្ជាប់បាននៅវិន័យរៀងៗខ្លួននោះនឹងធ្វើឲ្យការសហការក៏ដូចជាការងារផ្សេងៗនៅក្នុងសាលាត្រូវទទួលបានជោគជ័យទៅដោយរលូនដែលផ្ដើមចេញពីភាពមានទំនួលខុសត្រូវនៅក្នុងការងារមិនទុកការងារចោលមានភាពម៉ឺងម៉ាត់និងច្បាស់លាស់នៅក្នុងការងាររបស់សមាជិកម្នាក់ៗនៅក្នុងក្រុមជារួមមក
សិស្សានុសិស្សដែលចាប់ផ្ដើមពីការមានវិន័យនៅក្នុងសាលារៀននឹងធ្វើឲ្យពួកគេទទួលបាននូវទម្លាប់ល្អៗដូចជាការជឿជាក់ទៅលើខ្លួនឯងចេះបង្ហាញពីសមត្ថភាពនៅក្នុងការដឹកនាំក្រុមដឹកនាំសមាជិកដទៃទៀតចេះចាត់ចែងនៅពេលវេលាភារកិច្ចព្រមទាំងមាននូវភាពចេះសហការគ្នាដែលលក្ខណៈទាំងនេះនឹងជាដែលភាពល្អទាំងនេះនឹងក្លាយទៅជាលក្ខណៈដ៏សំខាន់ដែលជាទុនជួយឲ្យសិស្សានុសិស្សក្លាយទៅជាអ្នកដឹកនាំដ៏ល្អដែលមានទាំងសមត្ថភាពនិងទំនួលខុសត្រូវក្នុងនាពេលអនាគតមិនតែប៉ុណ្ណោះភាពលក្ខណៈទាំងនេះវាពិតជាសំខាន់ដែលវាជាគ្រឿងផ្សំដែលរួមចំណែកជួយឲ្យការអប់រំកាន់តែមានប្រសិទ្ធភាពដូច្នេះហើយនាងខ្ញុំជាបេក្ខជនទី4នៃក្រុមស្របនៅតែឈរនៅលើគោលចំហគ្រប់គ្រងយ៉ាងពេញទំហឹងទៅលើតលហេតុទី3ចំពោះប្រធានបទខាងលើនេះដដែលសូមអរគុណនិងអរព្រះគុណ សូមអរគុណបងប្អូនបេក្ខជនទី4នៃក្រុមស្របដែលបានបកស្រាយយ៉ាងខ្វះក្បាយជាកិច្ចបន្តខ្ញុំបាទសូមគោរពអញ្ជើញបងប្អូនបេក្ខជនទី4នៃបដិសេធឡើងមកគ្រប់គ្រងតលហេតុទី3របស់ខ្លួនសូមអញ្ជើញបងប្អូនមានរយៈពេល5នាទីសូមចាប់ផ្ដើមតាវិន័យទាំងគ្មានប្រណិតអត់ទេអាចរកពីដីនៅអង្គវិកាត់នោះឈ្មោះជាលំហែងជាបេក្ខជនទី4នេះបានជាបេក្ខទី4របស់អាតាមការអនុវត្តប្រព័ន្ធសិក្សាបែបថ្មីការចូលរួមសំខាន់ជាការប្រកាន់ចុះវិន័យសាលាចំនួនថ្មីគឺជាប្រព័ន្ធសិក្សាបែបថ្មីដោយផ្ដោតសំខាន់ទៅលើការអប់រំនិងបណ្ដុះបណ្ដាលសិស្សឲ្យក្លាយជាមនុស្សមានសមត្ថភាពគ្រប់ជ្រុងជ្រោយទាំងវិជ្ជាជីវៈអកប្បកិរិយានិងភាពជាអ្នកដឹកនាំមិនប្រព័ន្ធសិក្សាបែបប្រពៃណីដែលផ្ដោតសំខាន់ទៅលើវិន័យជាចម្បងទេសាលាចំនួនថ្មីបានបង្ហាញថាការចូលរួមរបស់សិស្សមានសារៈសំខាន់ជាងការគោរពវិន័យទៅទៀតបើតាមគម្រោងសិក្សារបស់ UNICEF Cambodia 2021បានបង្ហាញថាការអនុវត្តការអប់រំបែបវិជ្ជមានជួយធ្វើឲ្យសិស្សមានការចូលរួមក្នុងថ្នាក់ហើយអនុវត្តការអប់រំប្រកបដោយគុណភាពល្អប្រសើរប្រភព UNICEF Cambodia រីឯក្រសួងអប់រំវិជ្ជានិងកីឡាបានបង្ហាញថាសាលាចំនួនថ្មីមានការសម្រេចលទ្ធផលសិក្សាខ្ពស់លើបេក្ខសិក្សាដែលផ្ដោតលើការចូលរួមការប្រតិបត្តិអត់មានការបង្ខិតបង្ខំដោយប្រើវិន័យទាំងតែងទេប្រភព New Generation School ការសិក្សារបស់សិស្សបានបញ្ជាក់ថាបរិយាកាសសាលាបើកចំហនិងគ្រប់គ្រងសិស្សនាំឲ្យសិស្សមានសមត្ថភាពក្នុងការសិក្សាហើយមានលទ្ធផលសិក្សាល្អប្រសើរជាងការប្រើវិន័យទាំងតែងជាចុងក្រោយខ្ញុំនៅតែបដិសេធនឹងមតិរបស់មិត្តដែលបានលើកឡើងថាមានតែវិន័យក្នុងការសិក្សាគឺជាគ្រឹះសំខាន់សម្រាប់ការសិក្សាដ៏មានប្រសិទ្ធភាពសូមអរគុណសូមអរគុណបងប្អូនបេក្ខជនទី4នៃក្រុមបដិសេធដែលបានឡើងមកបង្ហាញនៅពាក្យលហេតុទី3របស់ខ្លួនជាកិច្ចបន្តដល់វគ្គសំណួរឆ្លើយបងប្អូនមានរយៈពេល12នាទីដើម្បីសួរដេញដោលគ្នាវែកញែកអំពីលើប្រធានបទខាងលើនេះដូច្នេះខ្ញុំសូមអញ្ជើញបងប្អូនបេក្ខជនខាងក្រុមស្របចាប់ផ្ដើមសូមអញ្ជើញ12ក្រុមបដិសេធនាងខ្ញុំមានសំណួរមួយចង់សួរទៅកាន់មិត្តថាប្រសិនបើសិស្សមិនបានយកចិត្តទុកដាក់ក្នុងការរៀនសូត្រហើយមិត្តគិតថាការប្រើប្រាស់វិធីសាស្ត្ររបស់គ្រូមានប្រសិទ្ធភាពដែរទេសិលាឲ្យចំណាយបន្តិចអរគុណមិត្តសម្រាប់សំណួរបាទសិស្សអរគុណមិត្តសម្រាប់សំណួរសិស្សដែលមិនយកចិត្តទុកដាក់ក្នុងការរៀនសូត្រមិនប្រកាសថាគេមិនគោរពវិន័យឯណាសិស្សដែលមិនយកចិត្តទុកដាក់ក្នុងការរៀនសូត្រគេអាចនឹងមានជំនាញនិងទេពកោសល្យផ្សេងគ្នា
គេអសូមផ្ទេរទៅកាន់មិត្តរបស់ខ្ញុំ ទីបន្តនាងខ្ញុំសូមធ្វើការឆ្លើយសំណួរបន្តពីមិត្តរបស់នាងខ្ញុំសម្រាប់សិស្សដែលមិនយកចិត្តទុកដាក់ក្នុងការរៀនសូត្រមកប្រកាសថាពួកគេមិនគ្រប់វិន័យទេមិនត្រឹមស្របសិស្សដែលមិនយកចិត្តទុកដាក់ក្នុងការរៀនសូត្រគេជួនកាលគេអាចនឹងបំពេញកិច្ចការងារបានយ៉ាងល្អប្រសើរថែមទៀតផងដោយសារគេផ្ដោតទៅលើការសិក្សាជារួមជាសំខាន់ហើយគេមិនបានទទួលរងនូវសម្ពាធពីការដាក់វិន័យពីវិន័យដ៏តឹងរ៉ឹងនោះទេមិត្តត្រឹមស្របសូមអរគុណ សូមបងអូនមានសំណួរសួរទៅកាន់ក្រុមសពវិញណាមានន័យថាយើងដេញដោលគ្នាទៅវិញទៅមកចង់សួរទៅកាន់មិត្តថាចុះបើសិស្សមួយចំនួននេះមិនមានលទ្ធផលសិក្សាមិនបានល្អហើយវិន័យនៅតែជាគ្រឹះសំខាន់តើករណីនេះតើមិត្តគួរបកស្រាយយ៉ាងដូចទៅមិត្តក្រុមស្របអរគុណមិត្តសម្រាប់សំណួរក្រុមរបស់ខ្ញុំដោយសារតែមានភាពរអាក់រអួនខាងបច្ចេកទេសនាងខ្ញុំសូមសំណូមពរឲ្យមិត្តសួរម្ដងទៀតដោយសារស្ដាប់អត់បានចាមិត្តនេះខ្ញុំចង់សួរថាបើសិនជាសិស្សមួយចំនួននេះមានលទ្ធផលសិក្សាមិនបានល្អតើវិន័យនៅតែជាគ្រឹះដ៏សំខាន់ទៀតឬមិត្តក្រុមស្របសួស្តីកូនខាងក្រុមស្របបានចាប់សំណួរក្រុមបរិស័ទបានឬនៅចាប់បានទេបងអរគុណមិត្តសម្រាប់សំណួរនាងខ្ញុំក៏មានចម្លើយតបទៅមិត្តថាបើសិនបានមិត្តនិយាយថាបើសិស្សមួយចំនួនមានការសិក្សាមិនបានល្អប៉ុន្តែគាត់មានវិន័យពេញលេញតែចុះបើសិស្សសានុសិស្សខ្ញុំចង់ឆ្លើយថាបើសិស្សសានុសិស្សដែលគាត់មាននៅវិន័យពេញលេញប៉ុន្តែការសិក្សារបស់គាត់បានល្អតែបើសិស្សសានុសិស្សដែលគាត់មាននៅវិន័យប៉ុន្តែគាត់មានការសិក្សាល្អដូច្នេះហើយសួរថាតើគាត់អាចទៅប្រកបការងារបានអត់សូម្បីតែនៅខាងក្រុមហ៊ុនឬក៏នៅខាងបណ្ដាក្រុមហ៊ុនជាច្រើនពីច្រើនមុននឹងពេលដែលគេទទួលយកបុគ្គលិកឬក៏គេអីគឺគេចាប់អារម្មណ៍ទៅលើអរិយាប័ត្រសណ្ដាប់ធ្នាប់ក៏ដូចជាសិលធម៌របស់បុគ្គលិករបស់គេអីព្រោះថាដើម្បីឲ្យក្រុមហ៊ុនគេរបស់គេមានភាពរីកចម្រើនដូច្នេះហើយមានតែសិលធម៌ក៏ដូចជាវិន័យហ្នឹងហើយពួកអីវិន័យគឺវាបណ្ដុះនៅសិលធម៌អញ្ចឹងនៅពេលដែលសិស្សបុគ្គលហ្នឹងឬក៏ប្រជាជនហ្នឹងគឺមាននៅវិន័យនៅក្នុងខ្លួនគាត់មាននៅសិលធម៌ហើយក៏គាត់មាននៅមាននៅពេលដែលគាត់មាននៅសិលធម៌ហ្នឹងគឺធ្វើឲ្យជាហេតុមួយដែលធ្វើឲ្យមានគេទទួលយកគាត់នៅក្នុងការធ្វើការដូច្នេះហើយបើយើងគិតថាសុខភាពយើងអាចបណ្ដុះតាមក្រោយប៉ុន្តែអ្វីដែលសំខាន់នោះគឺវិន័យដែលជាកត្តាចម្បងដែលយើងគួរតែបណ្ដុះវាមុនគេតែបើសិនថាដែលគាត់អត់មានចំណេះដឹងឬក៏គាត់ខ្វះនៅចំណេះដឹងប៉ុន្តែគាត់នឹងមានវិន័យខ្ញុំគិតថាគាត់ជាអាចជាបុគ្គលល្អសម្រាប់សង្គមជាតិដោយសារគាត់អាចបានទៅធ្វើអីបំផ្លិចបំផ្លាញដល់សង្គមជាតិក៏ដូចជាបង្កទៅជាបំពើហិង្សាចំពោះសង្គមជាតិដែលជាហេតុធ្វើឲ្យសង្គមជាតិហ្នឹងមានភាពធ្លាក់ចុះក៏ដូចជាគ្មានការអភិវឌ្ឍប៉ុន្តែយើងអាចបណ្ដុះនៅសិលធម៌ដូចជាវិន័យបត់ទៅតាមប្រព័ន្ធអប់រំដូចជានៅសប្តាហ៍ថ្ងៃនេះក្រសួងអប់រំបានខិតខំខ្លាំងមែនទែននៅក្នុងការពង្រឹងនៅចំណេះដឹងទៅតាមគ្រឹះស្ថានសាលានីមួយៗដូចជាឃើញថាបាននៅបង្កើតនៅសាលារៀនចំនួនថ្មីដើម្បីជួយឲ្យប្រសិទ្ធភាពនៃការអប់រំមានការរីកចម្រើនដូច្នេះហើយទើបបានជាវិន័យគឺនៅតែសំខាន់ខ្លាំងមែនទែនសម្រាប់ការអប់រំដ៏មានប្រសិទ្ធភាពសូមអរគុណសូមបងអូនមានសំណួរសួរទៅកាន់បងអូនបដិសេធវិញតែថាយើងដេញដោលគ្នាទៅវិញទៅមកណាមានតែគេប្រាប់យើងទេសូមបញ្ជាក់អធិស្ឋានប៉ុណ្ណឹងមិត្តនាងខ្ញុំមានសំណួរមួយចង់សួរគាត់ថាចាតើមិត្តគិតថាប្រសិទ្ធភាពនៃការសិក្សាផ្ដោតតែទៅលើចំណេះដឹងតែមួយមុខឬក៏យ៉ាងណាទៅមិត្តក្នុងបដិសេធ
អរគុណមកសម្រាប់សំណួរនាងខ្ញុំមិនបានហាមមិនឲ្យពួកគេប្រើមិនគោរពនឹងវិន័យទេប៉ុន្តែបើសិនជាពួកគេផ្ដោតទៅលើវិន័យជាចម្បងតែមួយគត់ចូលក្រឡេកទៅមើលការសិក្សាក្រឡេកទៅមើលការបង្ហាញនូវសមត្ថភាពពួកគេផ្សេងទៀតនោះតើពួកគេអាចនឹងហ៊ាននឹងបញ្ចេញសមត្ថភាពនិងកម្រិតច្នៃប្រឌិតរបស់ពួកគេបានយ៉ាងម៉េចទៅព្រោះពួកគេអាឡែងតែផ្ដោតទៅលើតែវិន័យហើយវិន័យជួនកាលអាចបង្កឲ្យមានភាពតានតឹងនៅក្នុងផ្លូវចិត្តរបស់ពួកគេទៀតផងដូច្នេះហើយវិន័យពុំគួរចាត់ទុកជាចម្បងនោះទេមិត្តខ្ញុំស្របសូមអរគុណជាស្រ័យបងបដិសេធសូមបងមានសំណួរសួរទៅកាន់ស្រោវិញណាបាទកន្លែងហ្នឹងគេអត់ប្រាប់យើងទេមាននិយាយថាវិន័យជាការបង្រៀនដែលធ្វើឲ្យសាលាមានភាពល្អឥតខ្ចោះហើយមិត្តបានលើកឡើងទៀតថាវិន័យមានការតម្រង់ក្នុងការបង្រៀនសិស្សនោះមិនសំខាន់ទៅលើការបង្រៀនលេខឬអក្សរទេមិត្តខ្ញុំអានេះឆាត់បកអានេះឆាត់ចាំមកឆាត់ខ្ញុំលើកឈានចូល អូនអត់បើកមូលអូនខាងក្រុមស្រោបអធិស្ឋានមិញភ្លេចបាត់មកហើយខ្ញុំចង់ឆ្លើយបកទៅកាន់មិត្តវិញមុននឹងចូលឈានទៅដល់ការឆ្លើយសំណួរខ្ញុំចង់ឆ្លើយបកទៅកាន់មិត្តវិញថាចំពោះការអប់រំគឺអាចមានប្រសិទ្ធភាពទៅបានលុះត្រាតែសិស្សានុសិស្សទាំងអស់នៅក្នុងសាលាមាននៅជំនាញ2គឺជំនាញរឹងនិងជំនាញទន់ចំពោះចំណេះដឹងហើយនឹងទ្រឹស្ដីផ្សេងៗគឺបានត្រឹមតែជំនាញរឹងទេប៉ុន្តែជំនាញទន់វាក៏មានសារៈសំខាន់ដែរក្នុងការជួយរួមចំណែកឲ្យការអប់រំកាន់តែមានប្រសិទ្ធភាពព្រោះថាជំនាញទន់ហ្នឹងគឺអាចបណ្ដុះឲ្យសិស្សានុសិស្សទាំងអស់ហ្នឹងមាននៅវិន័យនិងសិលធម៌ហើយវិន័យនិងសិលធម៌ហ្នឹងវាក៏ជាគ្រឹះយ៉ាងសំខាន់សម្រាប់បណ្ដុះពីសិស្សានុសិស្សពីក្មេងហ្នឹងឲ្យមាននៅភាពជាអ្នកដឹកនាំហើយមានវិន័យសិលធម៌ហើយនៅក្នុងវិន័យសិលធម៌ហ្នឹងក៏វាអាចជួយឲ្យទៅដល់នៅពេលអនាគតរបស់សិស្សរបស់យើងហ្នឹងអាចទទួលបាននូវភាពជោគជ័យបានផងដែរមិនមែនត្រឹមតែបណ្ដុះនៅក្នុងសាលានោះទេអញ្ចឹងខ្ញុំសូមផ្ទេរវេទិកានេះទៅកាន់មិត្តរបស់ខ្ញុំសម្រាប់ឆ្លើយសំណួរសូមអរគុណខ្ញុំក៏សូមមានចម្លើយឆ្លើយតបទៅនឹងសំណួររបស់មិត្តថាវិន័យនៅកន្លែងហ្នឹងគឺក្រុមរបស់នេះខ្ញុំបានបកស្រាយថានៅកម្រិតបឋមនៅកម្រិតមត្តេយ្យសិក្សាគ្រូបង្រៀនតែងតែផ្ដោតការអប់រំទូមានព្រានប្រដៅទៅលើវិន័យច្រើនជាងការផ្ដោតការអប់រំទូមានព្រានប្រដៅទៅលើលេខជាមួយនឹងអក្សរអញ្ចឹងចំណុចកន្លែងនេះគឺមានន័យថានៅពេលដែលសិស្សចេះនៅមុននឹងចេះនៅអក្សរឬក៏លេខហ្នឹងគឺគាត់ត្រូវតែមានវិន័យនៅក្នុងខ្លួនព្រោះការណាដែលពេលគាត់មាននៅវិន័យគាត់មាននៅអេរិយាបថល្អមាននៅកិត្តិយសកិច្ចឈ្មោះឬក៏សេចក្តីថ្លៃថ្នូរហើយគឺគាត់អាចនឹងរៀននៅលេខនិងអក្សរហ្នឹងបានកាន់តែឆាប់ចាប់ហើយភាគច្រើនយើងសង្កេតឃើញថានៅបច្ចុប្បន្ននេះតាមនៅពេលដែលកម្រិតមត្តេយ្យសិក្សាភាគច្រើនគឺការផ្ដោតទៅលើការហាត់ពុតលូតដំនៅអកប្បកិរិយារបស់សិស្សហ្នឹងគឺបានកាន់តែច្រើនដោយសារយើងអាចយកថាប្រទេសជប៉ុនជាគំរូមួយផងដែរថាប្រទេសជប៉ុនគឺពួកគេតែងតែផ្ដោតទៅលើការអប់រំទូមានទៅដល់ចនសិស្សក៏ដូចជាប្រជាជនរបស់គេហ្នឹងទៅលើវិន័យសិលធម៌ឲ្យបានកាន់តែច្រើនទូលំទូលាយព្រោះគេបណ្ដុះនៅលើវិន័យសិលធម៌ហើយបានគេផ្ដោតទៅលើការបណ្ដុះទៅលើក្មេងតែមត្តេយ្យហ្នឹងគឺទៅលើលេខឬក៏អក្សរតាមក្រោយដើម្បីឲ្យសិស្សសានុសិស្សរបស់គេហ្នឹងទទួលបាននៅគុណភាពនៃការអប់រំហើយយើងឃើញថាជប៉ុនគឺគុណភាពនៃការអប់រំរបស់គេគឺមាននៅសភាពផងដែរដូច្នេះសូមអរគុណ
Tôm sầm nua ôn sầm nua xua tờ can trong ba để sai ខ្ញុំខ្ញុំក៏មានសំណួរមួយសួរកាន់នៅផងដែរបើសិស្សដែលគ្មានវិន័យអាចខ្លាយជាបុគ្គលិកដែលជោគជ័យក្នុងការរៀនសូត្រនៅពេលក្រោយដែរទេបើសិស្សដែលគ្មានវិន័យអាចខ្លាយជាបុគ្គលដែលជោគជ័យនៅក្នុងការរៀនសូត្រនៅពេលក្រោយដែរទេ អរគុណបងទាំងពីរក្រុមដែលបានបាទសួរសំណួរវែកញែកយ៉ាងល្អឥតខ្ចោះដូច្នេះខ្ញុំសូមបាទគោរពអញ្ជើញបងអូនបេក្ខជនទី5នៃក្រុមស្របឡើងមកសរុបលើប្រធានបទរបស់ខ្លួនសូមគោរពអញ្ជើញបងអូនមានរយៈពេល3នាទីសូមអញ្ជើញសូមចាប់ផ្ដើម អ្នកគ្រូគណៈកម្មការរួមទាំងលោកបងបានឯកជាក្នុងខ្លាំងណាស់នឹងអង្គវេទិកាគូជាទីគោរពនាងខ្ញុំធូបសូរិយាគឺជាសិស្សរៀនអ្នកទៀតដប់អាមកពីវិទ្យាល័យជាស៊ីប្រេចានត្រូវជាបេក្ខជនទី5នៃក្រុមស្របនឹងធ្វើការឡើងមកបកសរុបសេចក្តីសង្ខេបតែលើកហេតុទាំង3ទៅលើប្រធានបទដែលបានលើកឡើងថាវិន័យនៅក្នុងសាលារៀនគឺជាគ្រឹះសំខាន់សម្រាប់ការអប់រំដ៏មានប្រសិទ្ធភាពចូលមកកាន់កហេតុទី1វិន័យជួយបន្តនូវសិលធម៌និងសេចក្តីថ្លៃថ្នូរ ប្រសិនបើយើងបានពង្រឹងទៅលើវិន័យតើឲ្យការអប់រំអាចទទួលបានជោគជ័យយ៉ាងដូចទៅបើសិស្សសានុសិស្សនៅតែគ្មានសិលធម៌និងសេចក្តីថ្លៃថ្នូរនោះមិនក្រុមបរិយាវិន័យគឺធ្វើឲ្យមនុស្សមាននៅសិលធម៌ដែលប្រព្រឹត្តទៅអំពើសុចរិតអកតកិរិយាសមរម្យចេះទទួលខុសត្រូវមាននៅកាយសម្បទាទាំង3នោះគឺវិជ្ជាសម្បទាបំណិនសម្បទានិងចរិយាសម្បទាម្យ៉ាងវិញទៀតគឺធ្វើឲ្យយើងមាននៅសេចក្តីថ្លៃថ្នូរដល់ចេះអធិស្ឋានមានចក្ខុវិស័យច្បាស់លាស់ជាពិសេសគឺពោពេញទៅដោយចិត្តមេត្តាករុណានិងភាពជឿជាក់ចូលមកកាន់តហេតុទី2វិន័យគឺជួយឲ្យការរៀននិងការបង្រៀនកាន់តែមានប្រសិទ្ធភាពបើគ្មានវិន័យការរៀននិងការបង្រៀនប្រកបជាមានភាពរអាក់រអួលនិងរញ៉េរញ៉ៃជាមិនខានណាមិត្តពីព្រោះវាទទួលរងការរំខានពីសំណាក់សិស្សដែលគ្មានសិលធម៌និងសេចក្តីថ្លៃថ្នូរដូច្នេះមានតែការពង្រឹងទៅលើវិន័យនោះទេទើបធ្វើឲ្យការអប់រំកាន់តែមានភាពងាយស្រួលសិស្សដែលមាននៅវិន័យគឺពួកគេងាយស្រួលនៅក្នុងការបង្រៀនគឺលោកគ្រូអ្នកគ្រូមានភាពងាយស្រួលនៅក្នុងការបង្រៀនទៅដល់ពួកគេគឺអាចផ្ដោតនឹងចង់អារម្មណ៍នៅក្នុងការរៀនបានល្អគ្រប់នៅបទបញ្ជាផ្ទៃក្នុងព្រមទាំងនេះហើយនឹងធ្វើឲ្យការសិក្សារបស់ពួកគេអាចទទួលបានជោគជ័យចូលមកកាន់តហេតុទី3វិន័យនាំមកនូវភាពជាអ្នកដឹកនាំបើយើងមានវិន័យមិនអាចដឹកនាំខ្លួនឯងបានសួរថាយើងអាចដឹកនាំអ្នកដទៃបានដែរទេមិនក្រុមបរិស័ទជាកម្មណាស់មុននឹងយើងអាចដឹកនាំអ្នកដទៃបានលុះណាដឹកនាំយើងចេះដឹកនាំខ្លួនឯងជាមុនសិនដោយមានវិន័យជាកត្តាចម្បងភាពមើលម៉ាត់ច្បាស់លាស់មិនលេងសើចមានទំនួលខុសត្រូវខាងនឹងចេះគោរពពេលវេលាកាលណាដែលខ្លួនយើងអាចមានកាលណាដែលខ្លួនយើងគឺមាននៅការដឹកនាំចំពោះខ្លួនឯងយើងក៏អាចដឹកនាំចំពោះអ្នកដទៃបានដូចគ្នានៅក្នុងការដឹកនាំការងារក្រុមគឺត្រូវការការចេះសហការយល់ពីគ្នាការចេះបែងចែកការងារគ្នាធ្វើឲ្យបានច្បាស់លាស់ព្រមទាំងអាចប្រឈមមុខនឹងដំណោះស្រាយរាល់បញ្ហាគឺយើងបានជោគជ័យមុននឹងបញ្ចប់នេះខ្ញុំក៏សូមប្រាប់ជាដំណោះស្រាយចុះជាមួយនឹងសំណុំពរចំនួន2 1គ្រប់គ្រងសាស្ត្រទាំងអស់គឺត្រូវតែបន្តហើយនឹងរត់មិនតាំងចំពោះសិស្សទាំងប្រុសទាំងស្រីនៅវិន័យល្អដើម្បីពួកគេខ្លាយទៅជាទំពាដែលស្នងផ្សេងបានពីក្នុងនាមយើងជាសិស្សសានុសិស្សទាំងប្រុសទាំងស្រីគឺត្រូវតែទទួលយករាល់វិន័យនិងការព្រៀនប្រដៅអប់រំទូមានពីលោកគ្រូអ្នកគ្រូដើម្បីឲ្យខ្លួនយើងខ្លាយទៅជាកូនល្អមិនល្អសិស្សល្អរួមទាំងពលរដ្ឋល្អជាចុងក្រោយខ្ញុំនៅក្រុមរបស់នាងខ្ញុំនៅតែបន្តគោលជំហរយ៉ាងរឹងមាំក្នុងការគាំទ្រចំពោះហេតុហើយក៏នឹងបែបទៅលើប្រធានបទខាងលើបេក្ខជនទី5នៃក្រុមស្របដែលបានបកស្រាយយ៉ាងបានល្អជាបន្តសូមគោរពអញ្ជើញបងអូនបេក្ខជនទី5នៃក្រុមបដិសេធសូមបងអូនឡើងមកសរុបនៅប្រធានបទរបស់បងអូនសូមគោរពអញ្ជើញចាប់ផ្ដើមបងអូនមានរយៈពេល3នាទីការអប់រំនៅក្នុងសាលាតែងតែប្រកាន់ខ្ជាប់នៅវិន័យជាធម្មតាដើម្បីធានាឲ្យមានរបៀបរបបនិងបរិយាកាសសិក្សាដែលមានសុវត្ថិភាពប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រសិនបើក្នុងប្រព័ន្ធអប់រំនោះប្រកាន់ខ្ជាប់នៅវិន័យតឹងរ៉ឹងពេកវានឹងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានមួយចំនួនដល់សិស្សជាដំបូងនេះខ្ញុំសូមគោរពដល់គណៈអធិបតីគណៈកម្មការលោកគ្រូអ្នកគ្រូអង្គវេទិកាទាំងមូលជាទីគោរពព្រមទាំងមិត្តក្រុមស្របជាទីស្រឡាញ់រាប់អាន
នាងខ្ញុំឈ្មោះរិនធានីជាបេក្ខជនទី5នៃក្រុមបដិសេធសម្រាប់មកបកសរុបបញ្ចប់សេចក្តីដែលមាន3តលហេកធំតលហេកទី1វិន័យតឹងរ៉ឹងបង្កការភ័យខ្លាចដល់សិស្សនៅក្នុងប្រព័ន្ធសិក្សាអប់រំប្រសិនបើប្រកាន់ខ្ជាប់នៅវិន័យជ្រុលហួសហេតុពេកនោះនឹងធ្វើឲ្យមានផលប៉ះពាល់ដល់សិស្សឯងនឹងបាត់បង់ទំនុកចិត្តលើខ្លួនឯងពួកគេនឹងមានអារម្មណ៍ថាធ្វើអ្វីមួយក៏ខុសធ្វើអ្វីមួយក៏ខុសហើយពួកគេមិនមានភាពក្លាហានក្នុងការបញ្ចេញមតិអ្វីមួយឡើយនឹងមិនសូវមានភាពក្លាហានក្នុងការសាកល្បងធ្វើអ្វីមួយដែលថ្មីឡើយនេះជាហេតុដែលធ្វើឲ្យពួកគេបាត់បង់ចំណាប់អារម្មណ៍ទៅលើការសិក្សារៀនសូត្រហើយម្យ៉ាងវិញទៀតពួកគេក៏មិនសូវមានទំនាក់ទំនងល្អជាមួយនឹងលោកគ្រូអ្នកគ្រូផងដែរតែលើកទី2ការគ្រប់គ្រងសង្គមអារម្មណ៍សំខាន់ជាងការទាមទារវិន័យនៅក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ននេះការគ្រប់គ្រងសង្គមអារម្មណ៍គឺពិតជាសំខាន់ណាស់ប្រសិនបើក្នុងប្រព័ន្ធអប់រំប្រកាន់ខ្ជាប់នៅវិន័យតឹងរ៉ឹងពេកនោះនឹងធ្វើឲ្យមានផលប៉ះពាល់វិជ្ជមានដល់សិស្សដែលមានបញ្ហាផ្លូវចិត្តអាចនឹងមានអាកប្បកិរិយាមិនសមរម្យនៅក្នុងថ្នាក់តែប្រសិនបើគ្រូយល់ពីចិត្តរបស់សិស្សនិយាយជាមួយនឹងសិស្សផ្ទាល់សិស្សនឹងអាចមានអារម្មណ៍ល្អមានជំនឿជាក់លើខ្លួនឯងហើយពួកគេក៏អាចមានចំណង់ចំណូលចិត្តទៅលើការសិក្សាបន្ថែមទៀតម្យ៉ាងវិញទៀតពួកគេក៏អាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងនិងអាចរកវិធីដោះស្រាយបញ្ហាដោយខ្លួនឯងបានយ៉ាងរលូនតែហើយកទី3ការអនុវត្តប្រព័ន្ធសិក្សាបែបថ្មីការចូលរួមសំខាន់ជាងការប្រកាន់ខ្ជាប់វិន័យតាមប្រព័ន្ធសិក្សាបែបថ្មីនេះគឺគេមិនផ្ដោតសំខាន់ទៅលើវិន័យតឹងរ៉ឹងនោះទេប៉ុន្តែវាផ្ដោតសំខាន់ទៅលើការចូលរួមសកម្មភាពរួមគ្នាការសហការងារគ្នាជាក្រុមដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួនវិន័យមិនមែនជាឧបករណ៍ចម្បងនោះទេប៉ុន្តែវាគ្រាន់តែជាឧបករណ៍ដើម្បីគ្រប់គ្រងឲ្យសិស្សមានទំនួលខុសត្រូវចំពោះខ្លួនឯងនិងសហគមន៍តែប៉ុណ្ណោះតាមតែលហេកទាំង3ខាងលើតើវិន័យពិតជាកត្តាសំខាន់សម្រាប់ការអប់រំដ៏មានប្រសិទ្ធភាពពិតមែនដែរឬទេមិត្តក្រុមសរុបមកនាងខ្ញុំនៅតែប្រកាន់គោលចំហបដិសេធយ៉ាងមិនលើកឡើងចំពោះមតិដែលមិត្តបានលើកឡើងខាងលើព្រោះវិន័យមិនមែនជាកត្តាចម្បងសម្រាប់អប់រំដ៏មានប្រសិទ្ធភាពនោះទេផ្ទុយទៅវិញវាធ្វើឲ្យបញ្ហាតឹងរ៉ឹងវាធ្វើឲ្យសិស្សមានអារម្មណ៍មិនល្អអាចនឹងមានបញ្ហាផ្លូវចិត្តឬក៏អាចបាត់បង់ចំណាប់អារម្មណ៍ទៅលើការសិក្សាទៀតជាចុងបញ្ចប់នាងខ្ញុំសូមថ្លែងអំណរគុណដល់គណៈកម្មការគណៈលោកគ្រូអ្នកគ្រូអង្គវេទិកាទាំងមូលហើយសូមជូនពរឲ្យជួបប្រទះពុទ្ធពរទាំងមូលប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមអរគុណសូមអរគុណបងប្អូនដែលជាបេក្ខជនមកពីវិទ្យាល័យសម្ដេចអគ្គមហាពោធិសាជាស៊ីមព្រៃចិញ្ចាញនិងបងមកពីបេក្ខជនវិទ្យាល័យពុទ្ធសីបងទាំងពីរពិតជាបកស្រាយនឹងវិញ្ញាណបានល្អមែនទែនហើយក៏ល្អមើលល្អស្ដាប់ក្នុងការប្រកួតនេះពិតជាក្តៅកគុកណាស់ឥឡូវឈានមកដល់ការវិតម្លៃពីលោកគ្រូអ្នកគ្រូគណៈកម្មាធិការដូច្នេះខ្ញុំសូមការអនុញ្ញាតគោរពអញ្ជើញលោកគ្រូគុជពន្លកមន្ត្រីការិយាល័យយុវជននៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាលអញ្ជើញបាទមានអនុសាសន៍ដល់បងប្អូនបេក្ខជនទាំងពីរក្រុមសូមគ្រូអញ្ជើញបាទជាបឋមសូមគោរពជាការិយាល័យយុវជនបាទហើយនឹងសូមគោរពគណៈកម្មការវិទ្យាល័យទាំង5នាក់ទាំង4នាក់ហើយនឹងសួស្តីបងប្អូនទាំងពីរវិទ្យាល័យតាមការបកស្រាយទាំងក្រុមស្របនិងក្រុមបដិសេធជាចំណាប់អារម្មណ៍របស់ខ្ញុំឃើញថាបងប្អូនពេលដែលបកស្រាយគឺ